រដ្ឋាភិបាលឥណ្ឌាបានជំរុញឲ្យពលរដ្ឋខ្លួនចាក់ចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់និងណែនាំកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដោយលើកឡើងពីស្ថានភាពសន្តិសុខដែលកំពុងវិវត្តកាន់តែខ្លាំងឡើងយោងតាមសេចក្តីជូនដំណឹងមួយដែលចេញដោយស្ថានទូតឥណ្ឌាប្រចាំទីក្រុងតេហេរ៉ង់បានជំរុញឲ្យពលរដ្ឋរួមទាំងនិស្សិតអ្នកជំនួញអ្នកធ្វើធម្មយាត្រានិងអ្នកទេសចរចាក់ចេញពីប្រទេសអ៊ីរ៉ង់តាមរយៈមធ្យោបាយដឹកជញ្ជូនដែលមានដូចជាជើងហោះហើរពាណិជ្ជកម្មដោយសារតែស្ថានភាពកំពុងវិវត្តឈានទៅដល់ចំនួនកាន់តែខ្លាំងក្លាគួរកត់សម្គាល់ថាការតវ៉ាយ៉ាងសាហាវបានធ្វើឲ្យប្រទេសអ៊ីរ៉ង់រង្គោះរង្គើក្នុងរយៈពេលពីសប្តាហ៍កន្លងមកនេះរបាយការណ៍ដែលចេញផ្សាយដោយកាសែតចិនសិនហួរបានរាយការណ៍ថាប្រជាជនឥណ្ឌាប្រហែល 10,000 នាក់នៅក្នុងប្រទេសអ៊ីរ៉ង់រួមទាំងនិស្សិតច្រើនផងដែរក្រៅពីនេះជារៀងរាល់ឆ្នាំអ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់មកពីតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌាបានទៅទស្សនាប្រទេសអ៊ីរ៉ង់